មកខ្ញុំមិនសូវជាគួរឲ្យចង់ចាំប៉ុន្មានទេផ្ទះតម្លៃ180លាននេះអ្នកមើលតែម្ដងគត់តម្លៃក៏មិនណត់ថ្លៃឯកសារកម្មសិទ្ធិសួរក៏មិនសួរចូលចិត្តខ្លាំងម្ល៉េះការទិញផ្ទះខ្លះក៏ដូចជាតារាសម្ដែងដែរថៅកែខ្ញុំគាត់ពេញចិត្តអញ្ចឹងអ្នកដែលទិញផ្ទះពិតប្រាកដមិនមែនជាអ្នកទេកញ្ញាស៊ូហេតុអ្វីបានជានិយាយបែបនេះនៅជាងនឹងអ្នកដែលអាចដកលុយចំនួននេះមកចាយបានស្រួលមិនមានច្រើនទេលោកជាងមិនស្ថិតនៅក្នុងបញ្ជីឈ្មោះទេអ្នកទីត្រូវហើយខ្ញុំគ្រាន់តែទទួលការផ្ដាំផ្ញើមកចុះកិច្ចសន្យាតើអ្នកណាជាអ្នកផ្ដាំផ្ញើអ្នកថៅកែមិនចង់ឲ្យគេដឹងអត្តសញ្ញាណទេមិនព្រមប្រាប់មើលទៅប្រកាសជាមនុស្សដែលខ្ញុំស្គាល់មែនរឿងនេះខ្ញុំសម្រេចចិត្តជំនួសមិនបានទេបានកិច្ចសន្យាទុកនៅទីនេះសិនខ្ញុំនៅមានរឿងមួយត្រូវផ្ទៀងផ្ទាត់សង្ឃឹមថាការជួញដូរនេះនឹងដំណើរការទៅដោយរលូនលេខចម្លែកនេះមិនមានឈ្មោះទេប៉ុន្តែចម្លើយគឺច្បាស់លាស់ណាស់កញ្ញាតាំងកិច្ចសន្យានេះផ្អាកសិនតើមានបញ្ហាលើព័ត៌មានអ្នកទិញមែនទេតើក្រុមហ៊ុនណាដែលចុះឈ្មោះជាអ្នកផ្ដាំផ្ញើជីនហ៊ឺសយាយឯកសារមើលទៅមិនមានបញ្ហាអ្វីទេប៉ុន្តែក្រុមហ៊ុនទើបតែបង្កើតបានមិនយូរប៉ុន្មានអ្នកទទួលខុសត្រូវនៅពីក្រោយជីនហ៊ឺគឺត្រកូលគោម៉ាក់ស្បែកជើងកូនពាក់បញ្ច្រាស់មែនទេបងប្រុសសំបីតែពាក់ស្បែកជើងក៏មិនចេះដែរបើកូននៅតែសើចទៀតម៉ាក់មិនជួយរកស្ករក្បាសឲ្យទេម៉ាក់ជាអ្នកសម្រេចម៉ាក់ថ្ងៃនេះទិញបានទេមើលសិនថាអញចេះរត់លេងផ្ដេសផ្ដាសឬអត់ថ្ងៃនេះកូនសន្យាថានឹងស្ដាប់បង្គាប់ចុះលើកមុនអ្នកណាដែលរស់នំកញ្ចប់ចុះមកអស់មួយជួរកូនគ្រាន់តែជួយពិនិត្យមើលទេអ្នកលក់គេមិនត្រូវការជំនួយបែបនេះទេតែយកមកបាត់ទៅហើយកូនរកលេសទៀតហើយកូនអត់មានទេពេលកូនបង្កប់បញ្ហាម្ដងកូនតែងតែនិយាយបែបនេះម៉ាក់បងប្រុសស្ដីឲ្យកូនទៀតហើយក៏ព្រោះតែបងនិយាយត្រូវបងប្រុសធ្វើបាបប្អូនស្រីចុះបងនិយាយខុសមែនទេត្រូវតែបន្តិចទេអីចឹងស្ដាប់ទៅម៉ាក់អ្នកមីងនៅម្ខាងនោះសម្លឹងមើលយើងរហូតម្នាក់ដែលស្លៀកពាក់ពណ៌បៃតងមែនទេបាទចាស់គាត់មើលទៅកាច់ណាស់ម៉ាក់ឡាននៅខាងនោះទៅជន់លើសិនចាំដើរលេងបន្តិចទៀតតែយើងទិញរបស់អស់ហើយតើម៉ាក់ភ្លេចទិញរបស់មួយយ៉ាងគាត់ដើរតាមមកហើយកុំមើលគាត់អូនដើរតាមម៉ាក់មកគាត់ដើរលឿនទៅហើយស៊ូជឿសៀទៅនៅយូរម្លេះសំបីតែផ្ទះខ្លួនឯងក៏រកមិនឃើញដែរឬម៉ាក់ហើយឯងធ្វើជាមនុស្សមែនទេចេញទៅក្រៅប៉ុន្មានឆ្នាំសិលធម៌បាត់អស់ហើយស៊ូជឿសៀឯងនឹងក្មេងគ្មានពូជពងពីរនាក់នោះឈប់ភ្លាមម៉ាក់គាត់កំពុងជេរពួកយើងមែនទេកូនចាប់ដៃប្អូនឲ្យជាប់រួចទៅចាំម៉ាក់នៅក្រោយសនោះទៅម៉ាក់ម្នាក់ឯងបានទេបានកូនទៅមើលថែប្អូនសិនទៅកូនទៅមើលថែប្អូនសិនទៅផ្ទះមួយកំភ្លៀងនេះគឺព្រោះឯងជេរកូនរបស់ខ្ញុំបើហ៊ានឲ្យខ្ញុំលំដងទៀតខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅទីនេះថាឯងចូលមកក្នុងត្រកូលស៊ូដោយរបៀបណាឯងហ៊ានវាយខ្ញុំឬស៊ូជឿសៀឯងឈួតហើយមែនទេមិញនេះពាក្យថាគ្មានពូជពងគឺឯងជាអ្នកនិយាយមែនទេចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់កាមេរ៉ាសុវត្ថិភាពទេអ្នកទាំងអស់គ្នាមើលចុះនាងធ្វើដាក់ចាស់ទុំបែបនេះឯងពេលឯងជាក្មេងហេតុអ្វីមិនគិតថាខ្លួនឯងជាចាស់ទុំខ្លះខ្ញុំមិនទាន់បានប្រមត់ជាមួយឯងផងឯងក៏ស្ទុះមកវាខ្ញុំអ្នកណាទៅដឹងថាប៉ុន្មានឆ្នាំនេះឯងទៅមានកូនជាមួយអ្នកណាខ្លះពាក្យបន្ទាប់ពីនេះឯងគួរតែលេបចូលពោះវិញទៅបើចង់ដឹងថាអ្នកណាជាអ្នកណាឯងគួរតែមើលខ្លួនឯងសិនទៅអ្នកកុំមកនិយាយផ្ដេសផ្ដាសស៊ូជឿសៀត្រឡប់មកវិញភ្លាមរឿងនេះមិនទាន់ចប់ទេលោកស្រីគ្រូពេទ្យប្រាប់ថាអ្នកមិនអាចខឹងបានទេខ្ញុំមិនអ្នកនិយាយអ្វីទេម៉ាក់តើថ្ងៃក្រោយគាត់នឹងមកទៀតទេអត់ទេម៉ាក់នឹងមិនឲ្យគាត់មកជិតកូនទេហេតុអ្វីបានជាគាត់និយាយថាពួកយើងមិនល្អព្រោះគាត់ចង់ឲ្យម៉ាក់ខឹងមិនមែនកូនធ្វើខុសទេបាទអញ្ចឹងពួកយើងត្រឡប់ទៅផ្ទះវិញទៅបានតោះត្រឡប់ទៅផ្ទះសុងយ៉ាឈីនមានផ្ទៃពោះហើយលោកប៉ាកំពុងតែគៀបសង្កត់បងប្រុសមិនឲ្យមានអំណាចដែលពិតជាកំពុងរងចាំអ្នកស្នងរត់ម្នាក់ទៀតរឿងរ៉ាវរបស់ត្រកូលស៊ូនៅមិនទាន់ចប់ទេប៉ុន្តែពេលនេះកុំសង្ឃឹមថាមានអ្នកណាមកប៉ះកូនរបស់ខ្ញុំឲ្យសោះម៉ាក់នៅគិតពីរឿងមិញមែនទេមិញនេះកូនមានអារម្មណ៍ខ្លាចបន្តិចចុះឥឡូវលេងខ្លាចហើយព្រោះម៉ាក់នឹងការពារពួកយើងថ្ងៃក្រោយបើកូនជួបមនុស្សអាក្រក់ត្រូវរកគ្រូសន្តិសុខឬប៉ូលីសជាមុនសិនចុះបើមានគេធ្វើបាបម៉ាក់វិញកូននឹងទៅរកមនុស្សធំជាមុនត្រូវហើយកុំព្យាយាមមកតាំងដោយខ្លួនឯងប៉ុន្តែខ្ញុំនៅតែការពារប្អូនស្រីខ្ញុំ
ការពារនៅពីមុខប្អូនស្រីគ្រាន់តែថា បាននាំក្មេងអាយុប្រហែល4ឆ្នាំ2នាក់ត្រឡប់មកវិញឪពុករបស់ក្មេងទាំងនោះជានរណានាងមិនបានប្រាប់ទេក្មេងប្រុសម្នាក់នោះមើលទៅមុខមាត់ផ្ញើប្រភពមកគុំទាន់ឲ្យអ្នកណាដឹងមិនក៏មុខដូចគេឈិងហៅម្លេះប្រាប់ខាងហេរ៉ាញ់វត្ថុឲ្យផ្អាកការទូទាត់ប្រាក់ឲ្យសងយេខិនសិនខ្ញុំត្រូវស៊ើបអង្កេតរឿងក្មេងនេះឲ្យច្បាស់សឹមសម្រេចចិត្តថាត្រូវដោះស្រាយលុយនេះយ៉ាងណាអ្នកឈរនៅទីនេះយូរប៉ុណ្ណាហើយមិនយូរប៉ុន្មានទេជួបមនុស្សហើយមិនក៏នៅធ្វើមុខបែបនេះទៀតនាងមិនបាននៅជាមួយអ្នកនោះទេថែមទាំងមានក្មេង2នាក់ទៀតអ្នកឯផ្ទាល់នឹងត្រជាក់ថាជានាងហើយប្តីមែនទេមិនប្រកាសទេប៉ុន្តែពួកគេឈរជាមួយគ្នាមើលទៅដូចជាគ្រួសារតែមួយចុះឥឡូវអ្នកកំពុងស្ដាយក្រោយឬកំពុងប្រច័ណ្ឌមិនមែនអ្នកធ្លាប់និយាយថាអត់ស្រឡាញ់នាងទេពេលនោះគឺមិនស្រឡាញ់ពិតមែនយ៉ាងហោចណាស់ខ្ញុំតែងតែគិតបែបនេះចុះដែលអ្នកតាមរកនាង5ឆ្នាំមកនេះចាត់ទុកជាអ្វីពេលនាងទៅតែទៅដំបងខ្ញុំគ្រាន់តែមានអារម្មណ៍ថាផ្ទះមិនប្រក្រតីពេលព្រឹកគ្មានអ្នករំយកខ្ញុំឲ្យលេបថ្នាំពេលយប់ត្រឡប់ទៅផ្ទះវិញក៏គ្មានភ្លើងដែរសរុបទៅគឺនៅតែគ្មានអ្នកមើលថែអ្នកដំបងប្រហែលជាមែនក្រោយមកខ្ញុំតែងតែគិតថា2ឆ្នាំដែលនាងរស់នៅជាមួយខ្ញុំតើនាងពិតជាមានក្តីសុខមែនទេគិតយល់ហើយមែនទេពេលដែលគិតយល់មនុស្សក៏រកលែងឃើញទៅហើយសប្តាហ៍ដំបូងក្រោយលេងខ្ញុំនៅស្មានថាគ្រាន់តែនាងចេញទៅដើរលេងកម្សាន្តអ្នកមិនមែនធ្លាប់ទៅប្រលានយន្តហោះទេទៅរួចហើយត្រឡប់មកដល់ផ្ទះវិញសម្លៀកបំពាក់សៀវភៅនិងកែវទឹករបស់នាងសុទ្ធតែបាត់អស់អ្នកចាប់ផ្ដើមតាមរកនាងតាំងពីពេលណាយប់ថ្ងៃនោះខ្ញុំតាក់ទងទៅក្រុមហ៊ុនអាកាសចរមេធាវីនិងអ្នកដែលនាងធ្លាប់ស្គាល់តែគ្មានអ្នកណាយល់ព្រមប្រាប់ខ្ញុំថាជានាងទៅណាទេខែដំបូងខ្ញុំគ្រាន់តែចង់រកនាងឲ្យឃើញចង់សួរនាងថាហេតុអ្វីបានជាមិនបន្សល់ទុកពាក្យមួយម៉ាត់លេងលេះគ្នាហើយហ្គេជាមិនអាចរងចាំរហូតទេពេលនោះហើយដែលខ្ញុំដឹងថាខ្ញុំមិនមែនមិនចង់រៀបការម្ដងទៀតទេគឺខ្ញុំមិនចង់រៀបការជាមួយអ្នកដទៃលោកយាតាផ្ទះនោះនៅតែទុកទៀតឬទុកចោះថ្ងៃដែលនាងត្រឡប់មកវិញយ៉ាងហោចណាស់ក៏មានកន្លែងស្នាក់នៅខ្ញុំអង្គុយក្នុងផ្ទះនោះគិតពេញមួយយប់សូម្បីតែនាងចូលចិត្តញ៉ាំផ្អែមឬញ៉ាំក្តៅក៏ខ្ញុំនឹកមិនឃើញដែរអញ្ចឹងហើយបានជាអ្នកឲ្យឈិនសេងនៅយាមដល់ទៅ5ឆ្នាំដំបូងគឺរងចាំនាងក្រោយមកខ្ញុំទៅដឹងថានេះមិនមែនរកផ្លូវត្រឡប់មកវិញមិនឃើញទេគឺនាងមិនចង់ត្រឡប់មកវិញចុះហេតុអ្វីបានជាអ្នកនៅតែតាមរកនាងខ្ញុំតែងតែគិតថាយ៉ាងហោចណាស់ក៏គួរតែនិយាយពាក្យសុំទោសនាងផ្ទាល់ដែរគ្រាន់តែដើម្បីសុំទោសនឹងឬឆ្នាំទី2គឺមែនប៉ុន្តែចាប់ពីឆ្នាំទី3ទៅខ្ញុំខ្លួនឯងក៏មិនដឹងដែរពេលខ្លះឃើញគ្រឿងអលង្ការមួយខ្ញុំតែងតែគិតថាតើនាងអាចមើលដឹងទេថាវាធ្វើមិនល្អត្រង់ណាពេលញ៉ាំរបស់ឯងពេកខ្ញុំតែងតែគិតថាតើពីមុននាងក៏មិនចូលចិត្តដូចគ្នាដែរឬអត់ខ្ញុំចាប់ផ្ដើមចង់ដឹងថានាងចូលចិត្តអ្វីមិនមែនចង់ឲ្យនាងត្រឡប់មកមើលថែខ្ញុំទេគឺចង់ដឹងថាតើនាងដែលខ្ញុំបានបោះបង់ចោលកាលពីមុននោះមានចរិតបែបណារឿងនេះអ្នកត្រៀមនឹងប្រាប់នាងទេមិនប្រាប់ទេនិយាយចេញទៅដូចជាកំពុងបង្ខំឲ្យនាងយល់ពីខ្ញុំអញ្ចឹងដែលអ្នកតាមរកនាងគឺដោយសារតែមានទោសបីក្នុងចិត្តមែនទេដំបូងគឺមែនប៉ុន្តែក្រោយមកទៀតនោះខ្ញុំខ្លួនឯងច្បាស់ក្នុងចិត្តចុះថ្ងៃនៅប្រលានយន្តហោះនោះវិញខ្ញុំបានទៅសូម្បីតែនាងជិះយន្តហោះជើងណាក៏ខ្ញុំមិនដឹងដែរទៅដល់ឃើញតែទ្វារច្រកចេញចូលបិទចិត្តឥឡូវនាងត្រឡប់មកវិញហើយតើអ្នកគិតនឹងធ្វើដូចម្តេចបើនាងរៀបការរួចហើយខ្ញុំនឹងមិនទៅរំខានជីវិតនាងទេមិនទាន់ដឹងច្បាស់ផងអ្នកបែរជាកាត់ក្តីឲ្យខ្លួនឯងចាញ់មុនទៅហើយកិច្ចសន្យាការនោះគឺខ្ញុំជាអ្នកចុះហត្ថលេខាហើយក៏ជាខ្ញុំដែលដោះលែងនាងទៅនាងមិនជំពាក់ត្រូវមកពន្យល់ខ្ញុំទេចុះផ្ទះល្វែងនោះវិញអ្នកឲ្យយ៉ែងយួនលួចទិញមិនមែនកំពុងតែសម្រេចចិត្តជំនួសនាងទេគាត់ដឹងខ្លួនហើយសារដែលអ្នកផ្ញើទៅនោះច្បាស់ពេកហើយបើនាងមិនដឹងក៏ចម្លែកដែរស្អែកខ្ញុំនឹងទៅនិយាយជាមួយនាងឲ្យច្បាស់លាស់ទៅស៊ើបឲ្យដឹងសិនថាបុរសនៅមន្ទីរពេទ្យនោះជានរណាមិនបាច់ស៊ើបទេពេលនេះបែរជាមកនិយាយរឿងច្បាប់ទម្លាប់ទៅវិញបើនាងព្រមនិយាយខ្ញុំនឹងស្ដាប់បើនាងមិនព្រមខ្ញុំក៏គ្មានសិទ្ធិទៅរំខានជីវិតនាងដែរពេលនេះបើខ្ញុំនិយាយថាស្ដាយក្រោយនាងក៏មិនជឿដែរបើជាខ្ញុំវិញខ្ញុំក៏មិនជឿដែរច្បាស់ណាស់បើគាត់មិនដឹងក៏ចម្លែកដែរស្អែកខ្ញុំនឹងទៅនិយាយជាមួយគាត់ឲ្យច្បាស់លាស់ទៅស៊ើបឲ្យដឹងសិនថាបុរសនៅមន្ទីរពេទ្យនោះជានរណាមិនបាច់ស៊ើបទេពេលនេះបែរជាមកនិយាយរឿងច្បាប់ទម្លាប់ទៅវិញបើគាត់ព្រមនិយាយខ្ញុំនឹងស្ដាប់បើគាត់មិនព្រមខ្ញុំក៏គ្មានសិទ្ធិទៅជ្រៀតជ្រែកជីវិតគាត់ដែរពេលនេះបើខ្ញុំនិយាយថាស្ដាយក្រោយគាត់ក៏មិនជឿដែរបើជាខ្ញុំវិញខ្ញុំក៏មិនជឿដែរអញ្ចឹងគឺ